តើភ្លើងសង្គ្រាមរវាងអ៊ីរ៉ង់និងសម្ព័ន្ធមិត្តអាមេរិកអ៊ីស្រាអែលអាចឆេះរាលដាលដល់ទ្វីបអឺរ៉ុបដែរឬទេជុំវិញអាមេរិកប្រើនាវាមួយទឹកបាញ់ពន្លិចនាវាចម្បាំងអ៊ីរ៉ង់នៅក្បែរស្រីលង្កាសម្រាប់មនុស្ស87នាក់ដែលនឹងធ្វើឲ្យសង្គ្រាមកាន់តែរីកធំដង្ហើមប្រេងនៅមជ្ឈិមបូព៌ាត្រូវបានកាត់ផ្តាច់តើបណ្ដាប្រទេសអាស៊ីមានទុនបម្រុងប្រេងអាចទ្រាំទ្របានយូរប៉ុណ្ណាតើភ្លើងសង្គ្រាមរវាងអ៊ីរ៉ង់និងសម្ព័ន្ធមិត្តអាមេរិកអ៊ីស្រាអែលអាចឆាបឆេះរាលដាលដល់ទ្វីបអឺរ៉ុបដែរឬទេពិភពលោកកំពុងស្ថិតក្នុងភាពចលាចលជ្រួលច្របល់និងមិនប្រាកដប្រជាជាក់ស្ដែងចាប់តាំងពីរុស្ស៊ីបើកការឈ្លានពានអ៊ុយក្រែនជាពិសេសក្រោយការឡើងកាន់តំណែងជាថ្មីរបស់លោកប្រធានាធិបតីដូណាល់ត្រាំភូមិសាស្ត្រនយោបាយសកលក៏ចាប់ផ្ដើមវឹកវរផងដែរពេលនេះកម្ដៅនយោបាយនៅមជ្ឈិមបូព៌ាបានហក់ឡើងដល់ចំណុចកំពូលក្រោយរដ្ឋធានីតេអ៊ីរ៉ង់សម្រេចប្រើដ្រូនអត្តឃាតវាប្រហារចំគោលដៅយុទ្ធសាស្ត្ររបស់អឺរ៉ុបដែលជាការបោះជំហានមួយចូលក្នុងតំបន់គ្រោះថ្នាក់នៃការប្រឈមមុខដាក់គ្នាដោយផ្ទាល់សំណួរដ៏ក្តៅគគុកដែលពិភពលោកកំពុងចោទសួរគឺតើភ្លើងសង្គ្រាមចម្រុះពណ៌មួយនេះអាចនឹងឆេះរាលដាលដល់ដែនដីអឺរ៉ុបនិងសហរដ្ឋអាមេរិកដែរឬទេជាការពិតណាស់សហរដ្ឋអាមេរិកនិងបណ្ដាប្រទេសមួយចំនួនធំក្នុងទ្វីបអឺរ៉ុបមិនទាន់ត្រូវបានរងការវាយប្រហារនៅឡើយទេខណៈដែលសហភាពអឺរ៉ុបក៏គ្មានបំណងលូកដៃចូលក្នុងសង្គ្រាមត្រីភាគីនេះដែរត្បិតអឺរ៉ុបកំពុងចាប់ដៃជួយអ៊ុយក្រែននិងដោះស្រាយវិបត្តិសេដ្ឋកិច្ចក្នុងស្រុកប៉ុន្តែអ្នកវិភាគយល់ឃើញថាអឺរ៉ុបប្រហែលជាគ្មានជម្រើសឡើយព្រោះមានកត្តាជាច្រើនដែលបង្ខំឲ្យអឺរ៉ុបចូលពាក់ព័ន្ធក្នុងសង្គ្រាមកូនកាត់មួយនេះរួមមានការការពារផ្លូវពាណិជ្ជកម្មសមុទ្រនិងមូលដ្ឋានយុទ្ធសាស្ត្រនៅកោះស៊ីបដែលរងការគំរាមកំហែងដោយផ្ទាល់ពីមីស៊ីលរបស់អ៊ីរ៉ង់នៅពេលដែលសន្តិសុខថាមពលរង្គោះរង្គើនិងតម្លៃប្រេងហក់ឡើងកប់ពពកអឺរ៉ុបនឹងត្រូវបង្ខំចិត្តបង្កើនវត្តមានយោធាដើម្បីការពារផលប្រយោជន៍ជាតិនិងសហភាពទោះបីជាចង់រក្សាអព្យាក្រឹតភាពយ៉ាងណាក៏ដោយនេះជាទឡហីករណ៍ជាក់ស្ដែងដែលបាននឹងកំពុងកើតឡើងលើប្រទេសមួយចំនួនរួចទៅហើយនិងអាចឆាបឆេះរាលដាលបន្តដល់ប្រទេសផ្សេងទៀតលើសពីនេះស្ថានភាពកាន់តែដុនដាបបន្ទាប់ពីកោះស៊ីបដែលរដ្ឋជាសមាជិក EU ក្លាយជាផ្ទាំងស៊ីបនៃដ្រូនអត្តឃាតរបស់អ៊ីរ៉ង់ជាបន្តបន្ទាប់ចំណុចយុទ្ធសាស្ត្រដ៏រសើបគឺមាត្រា42នៃសន្ធិសញ្ញាសហភាពអឺរ៉ុបដែលមានអនុភាពប្រហាក់ប្រហែលនឹងមាត្រា5នៃអង្គការ NATO ប្រសិនបើកោះស៊ីបសម្រេចចិត្តដកគន្លឹះប្រើមាត្រានេះនោះរដ្ឋជាសមាជិកសហភាពអឺរ៉ុបទាំង27ប្រទេសនឹងត្រូវបង្ខំចិត្តលោតចូលក្នុងភ្នក់ភ្លើងសង្គ្រាមកូនកាត់អាមេរិកអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ដើម្បីការពារគ្នាទៅវិញទៅមកដែលជាការបើកផ្លូវឲ្យអឺរ៉ុបក្លាយជាភាគីចំនួនពេញទំហឹងសំណួរសួរថាចុះបើភ្លើងសង្គ្រាមនៅតំបន់អឺរ៉ុបឆេះឡើងសន្ធោសន្ធៅទូទាំងសហភាពអឺរ៉ុបមែនអាចទេដែលចិនរុស្ស៊ីនិងកូរ៉េខាងជើងលូកដៃចូលជួយអ៊ីរ៉ង់ជាចំហហើយថាតើសង្គ្រាមនុយក្លេអ៊ែរផ្ទុះឡើងព្រមគ្នាឬយ៉ាងណាអ្នកសិក្សាភូមិសាស្ត្រនយោបាយអន្តរជាតិមើលឃើញថាសង្គ្រាមនុយក្លេអ៊ែរអាចផ្ទុះគ្រប់ប្រសិនបើសង្គ្រាមកូនកាត់អាមេរិកអ៊ីស្រាអែលជាមួយអ៊ីរ៉ង់មិនអាចបិទបញ្ចប់ត្រឹមរង្វង់មជ្ឈិមបូព៌ាបាននោះទេវិនាសកម្មនៃមហន្តរាយពិភពលោកអាចជារឿងជៀសមិនផុតជាក់ស្ដែងអ៊ីរ៉ង់បានព្រមានចំពីការវាយប្រហារលើក្រុងនានាក្នុងសហភាពអឺរ៉ុបចំពោះដែលប្រទេសណាចូលដៃចូលជើងជាមួយអាមេរិកទោះបីជាការបាញ់បោះទ្រង់ទ្រាយធំលើអឺរ៉ុបក៏មិនទាន់កើតមានប៉ុន្តែសង្គ្រាមកូនកាត់តាមរយៈការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតសកម្មភាពភារវកម្មនិងរលកជនភៀសខ្លួនរាប់លាននាក់គឺជាហានិភ័យខ្ពស់បំផុតដែលនឹងបង្កជាវិបត្តិសង្គមនិងនយោបាយផ្ទៃក្នុងអឺរ៉ុបឲ្យចលាចលសរុបមកជោគវាសនារបស់អឺរ៉ុបនៅពេលនេះគឺស្ថិតនៅលើការសម្រេចចិត្តរបស់រដ្ឋធានីវ៉ាស៊ីនតោននិងតេអ៊ីរ៉ង់ថាតើពួកគេជ្រើសយកផ្លូវចរចាពន្លត់ភ្លើងសង្គ្រាមឬក៏បន្ថែមសាំងឲ្យឆាបឆេះរាលដាលដល់ខ្សែបញ្ឆេះអាវុធនុយក្លេអ៊ែរជុំវិញអាមេរិកប្រើនាវាមួយទឹកបាញ់ពន្លិចនាវាចម្បាំងអ៊ីរ៉ង់នៅក្បែរស្រីលង្កាសម្រាប់មនុស្ស87នាក់ដែលនឹងធ្វើឲ្យសង្គ្រាមកាន់តែរីកធំនាវាមួយទឹកអាមេរិកមួយគ្រឿងបានបាញ់ពន្លិចនាវាចម្បាំងអ៊ីរ៉ង់នៅក្បែរឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសកោះស្រីលង្កាដោយបានសម្លាប់នាវិករាប់សិបនាក់ខណៈភ្លើងសង្គ្រាមឆាបឆេះរាលដាលកាន់តែខ្លាំងអនុរដ្ឋមន្ត្រីការបរទេសស្រីលង្កាបានបញ្ជាក់ថានាវាចម្បាំងនោះគឺជានាវាខ្នាតធំ Frigate Iris Dana កំពុងធ្វើដំណើរចេញពីកំពង់ផែភាគខាងកើតនៃប្រទេសឥណ្ឌាត្រឡប់ទៅប្រទេសអ៊ីរ៉ង់វិញប៉ុន្តែជាអកុសលត្រូវបានក្លាយជាចំណីនាវាមួយទឹកសហរដ្ឋអាមេរិកការវាយប្រហារនេះកើតឡើងនៅមហាសមុទ្រឥណ្ឌាក្បែរឆ្នេរសមុទ្រប្រទេសស្រីលង្កាមានចម្ងាយពីតំបន់ឈូងសមុទ្រជាកន្លែងដែលកងកម្លាំងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលកំពុងបើកការវាយប្រហារលើអ៊ីរ៉ង់នាវាមួយ
ទឹកអាមេរិកមួយគ្រឿងបានបាញ់ពន្លិចនាវាចម្បាំងអ៊ីរ៉ង់ដែលធ្លាប់តែគិតថាខ្លួនមានសុវត្ថិភាពនៅក្នុងដែនទឹកអន្តរជាតិផ្ទុយទៅវិញវាត្រូវបានលេចចូលទៅក្នុងមហាសាគរដោយគ្រាប់មីស៊ីលតូពីដូវាជាសេចក្តីមរណៈដ៏ស្ងប់ស្ងាត់នេះជាសម្ដីរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Pete Hegseth ថ្លែងនៅមន្ទីរបញ្ញកោណក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យក្នុងទីក្រុងកំពង់ផែហ្គាឡេប្រទេសស្រីលង្កាបានបញ្ជាក់ថាសាកសពចំនួន87នាក់ត្រូវបានបញ្ជូនដោយក្រុមអ្នកជួយសង្គ្រោះយោធាដែលបានឆ្លើយតបទៅនឹងការហៅទូរស័ព្ទសង្គ្រោះបន្ទាន់មនុស្ស32នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះនិងកំពុងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យហើយមនុស្សប្រហែល60នាក់ទៀតទំនងជាកំពុងបាត់ខ្លួនក្នុងចំណោមមនុស្សប្រហែល180នាក់នៅលើនាវាមានន័យថាចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្តវីដេអូពីមន្ទីរបញ្ញកោណបានឲ្យដឹងថានាវាចម្បាំងនោះត្រូវបានវាយប្រហារដោយការផ្ទុះដ៏ខ្លាំងសម្បើមមួយពលគឺបានផ្ទុះហើរផុតពីទឹករួចក៏ចាប់ផ្ដើមលិចចូលទៅក្នុងមហាសាគរយ៉ាងតក់ស្លុតបំផុតសូមជម្រាបថានាវាចម្បាំងអ៊ីរ៉ង់នេះបានចូលរួមក្នុងសមយុទ្ធយោធាជើងទឹកដែលរៀបចំដោយប្រទេសឥណ្ឌានៅឈូងសមុទ្របេហ្គាល់ចាប់តាំងពីថ្ងៃទី18ដល់ថ្ងៃទី25កុម្ភៈកន្លងទៅជុំវិញបញ្ហានេះអ្នកនាំពាក្យកងទ័ពជើងទឹកស្រីលង្កាលោកមេបញ្ជាការពុទ្ធិកាសម្បត្តិបានអះអាងថាទោះបីហេតុការណ៍នេះកើតឡើងនៅក្រៅដែនទឹកស្រីលង្កាក៏ដោយក៏រដ្ឋធានីកូឡុំបូនៅតែបដិញ្ញាផ្ដល់ការគាំទ្រនិងជួយសង្គ្រោះក្រោមហេតុផលមនុស្សធម៌ក្នុងនាមជាប្រទេសប្រតិបត្តិព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួនយ៉ាងណាមេបញ្ជាការនាវាចម្បាំងនិងនាយទាហានជាន់ខ្ពស់អ៊ីរ៉ង់មួយចំនួនស្ថិតនៅក្នុងចំណោមអ្នករស់រានមានជីវិតហើយពួកគេបានប្រាប់កងទ័ពជើងទឹកស្រីលង្កាថាពួកគេត្រូវបានវាយប្រហារដោយនាវាមួយទឹកដង្ហើមប្រេងនៅមជ្ឈមបូព៌ាត្រូវបានកាត់ផ្តាច់តើបណ្ដាប្រទេសអាស៊ីមានទុនបម្រុងប្រេងឥន្ធនៈអាចទ្រាំទ្របានយូរប៉ុណ្ណាការកើនឡើងកាន់តែខ្លាំងក្លានៃចំនួននៅមជ្ឈមបូព៌ាបានបង្កឲ្យមានការព្រួយបារម្ភជាសកលអំពីអសន្តិសុខនៃការផ្គត់ផ្គង់ប្រេងជាពិសេសសុវត្ថិភាពនៃច្រកសមុទ្រហ័រមូសដែលជាចំណុចយុទ្ធសាស្ត្រដឹកជញ្ជូនថាមពលផ្លូវសមុទ្រដ៏សំខាន់បំផុតគេនៅចងចាំថាកាលពីឆ្នាំ2025ប្រេងឆៅប្រហែល 13.4 លានបារ៉ែលបានដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រហ័រមូសក្នុងមួយថ្ងៃដែលស្មើនឹងប្រហែល 30% នៃពាណិជ្ជកម្មប្រេងតាមច្រកសមុទ្រនៅលើពិភពលោកក្នុងនោះជាង 80% នៃបរិមាណប្រេងទាំងនោះមានគោលដៅដឹកជញ្ជូនទៅកាន់បណ្ដាប្រទេសក្នុងតំបន់អាស៊ីសបញ្ជាក់ឲ្យឃើញពីការពឹងផ្អែកយ៉ាងខ្លាំងទៅលើច្រកសមុទ្រហ័រមូសដើម្បីដឹកជញ្ជូនយ៉ាងណាបើយោងតាមទិន្នន័យចងក្រងដោយសារព័ត៌មានថៃមួយបានបង្ហាញពីភាពខុសគ្នាខ្លាំងនៃទុនបម្រុងប្រេងឥន្ធនៈទូទាំងអាស៊ីដោយជប៉ុនមានទុនបម្រុងប្រេងអាចប្រើប្រាស់បាន254ថ្ងៃកូរ៉េខាងត្បូងមានទុនបម្រុងប្រេងអាចប្រើប្រាស់208ថ្ងៃចិនអាចប្រើប្រាស់បាន200ថ្ងៃឥណ្ឌាអាចទប់បាន75ថ្ងៃថៃអាចទប់បាន61ថ្ងៃហ្វីលីពីនអាចទប់បាន60ថ្ងៃឥណ្ឌូនេស៊ីអាចទប់បាន20ថ្ងៃនិងវៀតណាមអាចទប់បាន15ថ្ងៃខណៈកម្ពុជាមិនមានទិន្នន័យផ្លូវការទេ